ជំរាបសួរបងប្អូនប្រិយមិត្ត Goal ខ្មែរទាំងអស់គ្នារាត្រីថ្ងៃអាទិត្យទី19ខែមេសាឆ្នាំ2026វេលាម៉ោង 10:30 យប់នេះកីឡាដ្ឋាន Allianz Arena នឹងត្រូវទទួលកម្ដៅនៃជំនួបសប្តាហ៍ទី30ដែលអាចជារាត្រីប្រវត្តិសាស្ត្រសម្រាប់បិសាចក្រហមអាល្លឺម៉ង់យប់នេះ Bayern Munich ត្រូវការតែ3ពិន្ទុប៉ុណ្ណោះដើម្បីគ្រងជើងឯក Bundesliga ជាផ្លូវការតើពួកគេអាចធ្វើបានទេផ្ដល់តម្រុយនឹងការទស្សន៍ទាយពី Goal ខ្មែរតម្រុយទី1យកម្ចាស់ផ្ទះ Bayern Munich ត 1.5 ហេតុផល Bayern នឹងមិនបណ្ដោយឲ្យឱកាសលើកពានក្នុងដីរបូតចេញពីដៃឡើយស្ថិតិសុទ្ធបញ្ចូលទីដ៏ច្រើនសន្ធឹកសន្ធាប់និងកំណត់ត្រាជួបគ្នាដែល Bayern ធ្លាប់លុត 5-0 បង្ហាញថាម្ចាស់ផ្ទះមានភាគរយឈ្នះដាច់ខ្ពស់តម្រុយទី2លេងលើគ្រាប់បាល់ over 3.5 ហេតុផល Bayern ជាក្រុមម៉ាស៊ីនស៊ុតចង់បំបែកកំណត់ត្រា105គ្រាប់ចំណែក Stuttgart ក៏ទើបតែបំបាក់ Hamburg 4-0 សន្ធឹកសន្ធាប់ដែរគ្រាប់បាល់នឹងកើតមានច្រើនជាមិនខានបងប្អូនយល់ស្របនឹងការវិភាគរបស់ admin ដែរឬទេតើ Bayern នឹងលើកពានយប់នេះទេជូនពរបងប្អូនហេងៗទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ